ជាការពិតណាស់ចំនួនឬសង្គ្រាមនៅកម្ពុជាគឺជាការជះឥទ្ធិពលពីសង្គ្រាមនៅឥណ្ឌូចិនដែលមានមេលទ្ធិកុម្មុយនីសនិងលទ្ធិសេរីពលគឺមហាអំណាចពិភពលោកនិងប្រទេសសម្ព័ន្ធមិត្តរបស់ពួកគេជាប្រភពរដ្ឋប្រហារដឹកនាំដោយលោកសេនាប្រមុខលន់ នល់ទម្លាក់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុពីព្រះប្រមុខរដ្ឋកាលពីថ្ងៃពុធទី18ខែមីនាឆ្នាំ1970បាននាំដល់ការបញ្ឆេះភ្លើងសង្គ្រាមស៊ីវិលឲ្យឆាបឆេះរាលដាលពាសពេញប្រទេសកម្ពុជារបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី17ខែមេសាឆ្នាំ1975រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់បដិសន្ធិឡើងនៅថ្ងៃទី2ខែធ្នូឆ្នាំ1978ហើយរណសិរ្ស2ធ្នូបានផ្ដួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី7ខែមករាឆ្នាំ1979ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមចាប់ពីពេលនោះសង្គ្រាមនៅកម្ពុជាហាក់ដើរដល់របត់ឬដោយសារហេតុផលថ្មីមួយទៀតគឺសង្គ្រាមពេលនោះដោយសារចំនួនរបស់ភាគីធំៗចំនួន4គឺទី1ភាគីរដ្ឋកម្ពុជាឬរដ្ឋាភិបាលក្រុងភ្នំពេញរបស់រណសិរ្ស2ធ្នូ2ភាគីចលនាអ្នកតស៊ូរាជានិយមហ៊ុនស៊ិនប៉ិចរបស់សម្ដេចព្រះនរោត្តមសីហនុ3ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់សម្ដេចបវរសេដ្ឋាសឿនសាននិង4ភាគីកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមភាគីទាំង3ឬត្រីភាគីហាក់នៅឈរលើទស្សនៈស្របគ្នាដោយពួកគេលើកហេតុផលថាពួកគេធ្វើសង្គ្រាមប្រឆាំងរដ្ឋាភិបាលក្រុងភ្នំពេញគឺដើម្បីបណ្ដេញកងទ័ពវៀតណាមចេញពីកម្ពុជាចំណែកខាងក្រុងភ្នំពេញលើកហេតុផលថាធ្វើសង្គ្រាមប្រឆាំងភាគីទាំង3ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពតដោយយល់ឃើញថាសង្គ្រាមបានបំផ្លិចបំផ្លាញនិងនាំមកនូវទុក្ខសោកប្រត់ប្រាស់ហិនហោយខ្លោចផ្សាដល់ប្រជាពលរដ្ឋនិងប្រទេសជាតិនិងក្នុងគោលបំណងស្វែងរកសន្តិភាពការបង្រួបបង្រួមជាតិសម្ដេចតេជោហ៊ុនសែនក៏ដូចជាគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលនាសម័យនោះបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកនៅដំណោះស្រាយនយោបាយមួយដើម្បីសម្រេចបាននៅដំណោះស្រាយនយោបាយតម្រូវការចាំបាច់ត្រូវតែមានការចរចានៅឆ្នាំ1984នៅពេលដែលសម្ដេចហ៊ុនសែនស្ថិតនៅជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសគឺមានការរៀបចំជំនួបមួយរវាងសម្ដេចជាមួយសម្ដេចព្រះនរោត្តមសីហនុនៅទីក្រុងប៉ារីសប្រទេសបារាំងដែលជួយរៀបចំដោយរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងនាពេលនោះប៉ុន្តែជំនួបនេះត្រូវបានអាក់ខានអាស្រ័យដោយប្រទេសមួយចំនួននិងក្រុមខ្មែរក្រហមជំទាស់បន្ទាប់ពីក្លាយជានាយករដ្ឋមន្ត្រីនាខែមករាឆ្នាំ1985សម្ដេចហ៊ុនសែននិងថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាបានប្រឹងប្រែងសារជាថ្មីម្ដងទៀតក្នុងការស្វែងរកការចរចាជាមួយសម្ដេចព្រះនរោត្តមសីហនុការខិតខំលើកនេះប្រើរយៈពេលវែងបង្គួរដោយមានការជ្រោមជ្រែងពីមិត្តភ័ក្តិបរទេសនិងអិសរាជជនខ្មែរមួយចំនួនក្នុងទំនាក់ទំនងរវាងសម្ដេចជាមួយសម្ដេចព្រះនរោត្តមសីហនុពេលចរចានៅទីក្រុងប៉ារីសទោះបីមានការលំបាកដោយសារប្រទេសមួយចំនួននិងភាគីខ្មែរក្រហមព្រមទាំងភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរជំទាស់ក៏ដោយប៉ុន្តែសម្ដេចព្រះនរោត្តមសីហនុតំណាងឲ្យរដ្ឋាភិបាលត្រីភាគីនិងសម្ដេចហ៊ុនសែនដែលពេលនោះសម្ដេចជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីតំណាងភាគីភ្នំពេញនៅថ្ងៃទី2ខែធ្នូឆ្នាំ1987នៅទីក្រុងហ្វែអង់តាដឺណរប្រទេសបារាំងដែលការចរចានេះមានសេចក្តីប្រកាសរួមដែលឡាយព្រះហស្ថលេខាដោយសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចការចរចាសីហនុហ៊ុនសែនលើកទី2ប្រព្រឹត្តទៅនៅថ្ងៃទី21ខែមករាឆ្នាំ1988នៅហ្សាំងហ្សាក់ម៉ាំងអង់គ្លេសប្រទេសបារាំងចាប់ផ្ដើមពីជំនួបបើកផ្លូវសីហនុហ៊ុនសែនចរន្តស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជាកាន់តែរីកធំឡើងដោយវេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជានិងមានការចូលរួមពីសំណាក់ប្រទេសមួយចំនួនដូចជាជំនួបជីមវ៉ាន់ជីមធូ IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីសដែលបានបើកធ្វើតាំងពីខែកក្កដានិងខែសីហាឆ្នាំ1989តែពុំមានលទ្ធផលមួយខែក្រោយមក
គឺនៅខែកញ្ញាឆ្នាំ1989ដដែលនោះការដកកងទ័ពវៀតណាមចេញពីកម្ពុជាបានចាប់ផ្ដើមធ្វើឡើងដែលបានសេចក្តីថាខាងត្រីភាគីគួរតែអស់ហេតុផលអ្វីដើម្បីធ្វើសង្គ្រាមទៀតហើយពោលគឺសង្គ្រាមនៅកម្ពុជាគួរតែត្រូវបានបញ្ចប់នាពេលនោះប៉ុន្តែភាគី3ផ្សេងទៀតបានទទូចថាការលើកឡើងរបស់ភាគីរដ្ឋកម្ពុជាគឺមិនស្មោះត្រង់ដោយពួកគេអះអាងថានៅតែមានវត្តមានកងទ័ពនិងអ្នកជំនាញការរបស់វៀតណាមនៅលើទឹកដីកម្ពុជានៅឡើយហេតុនេះទើបខាងត្រីភាគីមិនបានបញ្ឈប់សង្គ្រាមប្រឆាំងរដ្ឋាភិបាលរដ្ឋកម្ពុជាឡើយទើបសង្គ្រាមនៅកម្ពុជានៅតែបន្តហើយខាងភាគីរដ្ឋកម្ពុជាលើកឡើងថាខាងត្រីភាគីធ្វើសង្គ្រាមប្រឆាំងនឹងប្រជាជនកម្ពុជាខ្លួនឯងហើយថាខាងត្រីភាគីប៉ុនប៉ងនាំយករបបប្រល័យពូជសាសន៍មកកម្ពុជាវិញដោយសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសាធារណរដ្ឋសង្គមនិយមវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ហើយថាសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីកម្ពុជានៅដំណាច់ខែកញ្ញាឆ្នាំ1989នេះគន្លឹះមួយក្នុងចំណោមគន្លឹះទាំងពីរនៃបញ្ហាកម្ពុជាគឺការដកកងទ័ពស្ម័គ្រចិត្តវៀតណាមចេញពីកម្ពុជាត្រូវបានដោះស្រាយដោយមានការទទួលខុសត្រូវដោះស្រាយដោយកម្ពុជាវៀតណាមឡើយក្នុងពេលវត្តមានកងទ័ពវៀតណាមជិតត្រូវបានបញ្ចប់គន្លឹះមួយទៀតគឺគ្រោះថ្នាក់នៃការវិលត្រឡប់នៃរបបប៉ុលពតនិងការដែលប៉ុលពតបង្កសង្គ្រាមស៊ីវិលក្រោយពេលកងទ័ពវៀតណាមដកចេញពីកម្ពុជាបានคล้ายទៅជាបញ្ហាសំខាន់បំផុតនាពេលនេះសម្ដេចហ៊ុនសែនត្រូវរិះរកមធ្យោបាយថ្មីទៀតដើម្បីធ្វើការជាមួយសម្ដេចព្រះនរោត្តមសីហនុតាមរយៈការរៀបចំបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ហៅថា SNC ដែលចែកចេញជា3ដំណាក់កាលដំណាក់កាលទី1ថ្ងៃទី21ខែកុម្ភៈឆ្នាំ1990ចុះហត្ថលេខារវាងសម្ដេចព្រះនរោត្តមសីហនុនិងសម្ដេចហ៊ុនសែននៅទីក្រុងបាងកកដំណាក់កាលទី2ថ្ងៃទី4និងថ្ងៃទី5ខែមិថុនាឆ្នាំ1990ទីក្រុងតូក្យូប្រទេសជប៉ុនដែលចុះហត្ថលេខារវាងសម្ដេចព្រះនរោត្តមសីហនុក្នុងនាមប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យជាមួយសម្ដេចអមដំណើរដោយសម្ដេចសឿនសានក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជាប្រជាធិបតេយ្យនិងពហិការដោយលោកខៀវសំផនដែលជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យបង្កើតឡើងនៅក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត 6+6 ឬ 6+2+2+2 ស្មើ12មានន័យថាត្រីភាគីក្នុងមួយភាគីដាក់មនុស្ស2នាក់ឯរដ្ឋកម្ពុជាដាក់មនុស្ស6នាក់រដ្ឋាភិបាលថៃរដ្ឋាភិបាលជប៉ុនខ្លួនខ្ញុំនិងសម្ដេចសីហនុក៏ដូចជាសមាជិកក្នុងរដ្ឋាភិបាលសីហនុសិតតែបានកំណត់ថាការចរចាតូក្យូគឺជាការចរចារវាងរដ្ឋាភិបាល2រដ្ឋាភិបាលមួយគឺដឹកនាំដោយសម្ដេចសីហនុនិងរដ្ឋាភិបាលមួយទៀតដឹកនាំដោយខ្ញុំហ៊ុនសែនប៉ុន្តែមកដល់ទីនេះគឺគេខិតខំបំបែកខ្លួនគេចេញពីរដ្ឋាភិបាលរបស់សម្ដេចសីហនុឲ្យកើតទៅជាភាគីឯករាជ្យមួយនោះជាការខិតខំបង្កើតឡើងនៅសិទ្ធិវេតូសម្រាប់ពួកប៉ុលពតដើម្បីបំផ្លាញចោលនៅលទ្ធផលសន្តិភាពជាក់ស្ដែងលោកស្រីអស់លោកបានឃើញរួចទៅហើយថាកៅអី4របស់ប្រតិភូសម្ដេចសីហនុមានកៅអីមួយដែលគ្មានមនុស្សអង្គុយគឺជាកៅអីខៀវសំផត្តដំណាក់កាលទី3ថ្ងៃទី9និងទី10ខែកញ្ញាឆ្នាំ1990នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលពេលនោះភាគីហ្វុនស៊ិនពេចពុំមានព្រះនាមសម្ដេចព្រះនរោត្តមសីហនុទេព្រោះព្រះអង្គពុំយាងទៅហ្សាកាតាទេហើយត្រូវជំនួបដោយសម្ដេចចៅសែនកុសលបញ្ហាប្រធានអនុប្រធានទីនេះមានការខ្វែងគំនិតតាំងពីខែកញ្ញាឆ្នាំ1990រហូតមកដល់ពេលនេះ
ជាមួយនឹងបញ្ហានេះប្រហែលជាលោកប្រិយអស់លោកបានដឹងហើយថាខ្ញុំបានធ្វើកិច្ចការនៅទីនេះតាមរយៈវេទិកាទី1គឺវេទិកាប្រជុំក្រុមប្រឹក្សាជាតិទៅហើយមានវេទិកាមួយទៀតគឺជាវេទិការវាងសម្ដេចព្រះនរោត្តមខ្ញុំក្នុងពេលពុទ្ធវិហារវេទិការវាងសម្ដេចព្រះនរោត្តមខ្ញុំគឺជាវេទិកាដែលមានសារៈសំខាន់ខ្លាំងដែលវាផ្ដល់កម្លាំងយ៉ាងធំធេងសម្រាប់ជំនួយឲ្យមានការជោគជ័យនៅក្នុងការប្រជុំក្រុមប្រឹក្សាជាតិនៅទីនេះការព្រមព្រៀងរវាងសម្ដេចព្រះនរោត្តមខ្ញុំទៅលើបញ្ហាសមត្ថភាពក៏ដូចជាអ្នកដឹកនាំក្រុមប្រឹក្សាជាតិជាន់ខ្ពស់មានសារៈសំខាន់ខ្លាំងការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ធ្វើឡើងនៅថ្ងៃទី16និង17ខែកញ្ញាឆ្នាំ1990នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកកប៉ុន្តែការប្រជុំនេះពុំមានលទ្ធផលសូម្បីតែបន្តិចបន្ទាប់ពីមានការជ្រោមជ្រែងពីប្រទេសធំទាំង5ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយរៀបចំសេចក្តីព្រៀងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជាប៉ុន្តែដំណើរការនៅតែមិនទៅមុខជាថ្មីម្ដងទៀតសម្ដេចហ៊ុនសែននិងសម្ដេចព្រះនរោត្តមសីហនុបានខិតខំសារជាថ្មីនៅថ្ងៃទី2និងថ្ងៃទី4ខែមិថុនាឆ្នាំ1991នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីបានព្រមព្រៀងគ្នាជាសម្ងាត់ដោយសម្ដេចព្រះនរោត្តមសីហនុសម្ដេចម៉ែរាជវង្សានុវង្សនិងយាងមករួមរស់ជាមួយរដ្ឋកម្ពុជាដោយរក្សាទុកនូវរដ្ឋធម្មនុញ្ញទង់ជាតិភ្លេងជាតិរបស់រដ្ឋកម្ពុជាសម្ដេចហេងសំរិននៅតែជាប្រធានក្រុមប្រឹក្សារដ្ឋសម្ដេចជាស៊ីមនៅតែជាប្រធានរដ្ឋសភាឯសម្ដេចហ៊ុនសែននៅតែជានាយករដ្ឋមន្ត្រីតែសម្ដេចព្រះនរោត្តមសីហនុបានស្នើឲ្យបង្កើតឡើងគណៈប្រធានជាតិដែលព្រះអង្គជាប្រធានសម្ដេចហ៊ុនសែនជាអនុប្រធានសម្ដេចព្រះនរោត្តមសីហនុបានមានបន្ទូលម្ដងហើយម្ដងទៀតប្រាប់សម្ដេចហ៊ុនសែនថាទោះមានឬគ្មានដំណោះស្រាយនយោបាយក៏ព្រះអង្គត្រូវតែវិលត្រឡប់មកនៅជាមួយឯកឧត្តមហ៊ុនសែនដែរព្រោះមិនអាចនៅជាមួយពួកខ្មែរក្រហមបានបន្តទៀតទេការសម្ងាត់ត្រូវបានបែកធ្លាយនៅទីក្រុងបាងកកប្រទេសថៃវាជាសម្ពាធខាងនយោបាយដ៏ធំមួយសម្រាប់ពួកខ្មែរក្រហមនិងបរទេសខ្លះដើម្បីកុំឲ្យសម្ដេចព្រះនរោត្តមសីហនុយាងមកកម្ពុជាតែអង្គឯងក្រៅដំណោះស្រាយនយោបាយប្រទេសមួយចំនួនបានរកវិធីរារាំងតាមរយៈការដាក់បញ្ចូលសម្ដេចព្រះនរោត្តមសីហនុទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្ដេចចៅសែនកុសលចាប់ពីពេលនោះមកអ្វីបានបោះជំហានយ៉ាងលឿនដោយនៅថ្ងៃទី24ដល់26ខែមិថុនាឆ្នាំ1991ក្រុមប្រឹក្សាជាតិជាន់ខ្ពស់បានប្រជុំឡើងវិញនៅប៉ាតាយាប្រទេសថៃក្រោមអធិបតីភាពរបស់សម្ដេចព្រះនរោត្តមសីហនុជាប្រធានអង្គប្រជុំតែមិនមែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេលោកខៀវសំផនបានបន្ទន់អេរយាប័តព្រមប្រកាសឈប់បាញ់និងឈប់ទទួលយកជំនួយយោធាបរទេសដែលជាលើកដំបូងនៃការបន្ទន់អេរយាប័តពីភាគីរឹងរូសមួយនេះថ្ងៃទី16ខែកក្កដាឆ្នាំ1991ប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនពេលនោះហើយដែលសម្ដេចហ៊ុនសែនបានជួបជាសម្ងាត់ជាមួយសម្ដេចព្រះនរោត្តមសីហនុនិងថ្វាយព្រះរាជតួនាទីព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលឡាយព្រះហស្ថលេខានិងហត្ថលេខាដោយសម្ដេចហ៊ុនសែនលើសេចក្តីប្រកាសរួមមួយដែលព្រៀងឡើងដោយសម្ដេចហ៊ុនសែនផ្ទាល់និងដោយមានការយល់ព្រមពីសម្ដេចព្រះនរោត្តមសីហនុអ្វីស្ថិតនៅក្នុងស្ថានភាពល្អប្រសើរការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់បូកប្រទេសធំទាំង5សហប្រធានសន្និសីទទីក្រុងប៉ារីសដែលមានប្រទេសបារាំងនិងឥណ្ឌូនេស៊ីព្រមទាំងតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានបន្តធ្វើពីថ្ងៃទី26ដល់ថ្ងៃទី30ខែសីហាឆ្នាំ1991នៅប៉ាតាយាប្រទេសថៃចំណុច3ដែលសំខាន់នាដំណាក់កាលចុងក្រោយនៃការចរចារួមមានទី1
ការឈប់បាញ់និងការរំសាយកងទ័ពការឈប់បាញ់បានឯកភាពឈប់បាញ់នៅនឹងកន្លែងភាគីណានៅទីណាត្រូវឈរជើងនៅទីនោះអ្វីដែលលំបាកគឺការរំសាយកងទ័ពត្រីភាគីតំណាងដោយលោកខៀវសំផនបានស្នើភាគីនីមួយៗរក្សាទុកកងទ័ពចំនួន 2000 នាក់តាមរូបមន្តនេះត្រីភាគីនឹងរក្សាទុកបានកងទ័ពចំនួន 6000 នាក់ដែលតាមការប៉ាន់ស្មានពេលនោះកងទ័ពទាំង3ភាគីមានមិនដល់ 40000 នាក់ទេហើយគ្រប់គ្រងទឹកដីមិនដល់ 10% ផងឯរដ្ឋកម្ពុជាដែលមានកងទ័ពជាង 140,000 នាក់និងគ្រប់គ្រងទឹកដីជាង 90% ក៏រក្សាកងទ័ពបាន 2000 នាក់ដោយគេឯងដែរដើម្បីរកច្រកចេញសម្ដេចហ៊ុនសែនបានពិគ្រោះជាមួយសម្ដេចទាបាញ់និងឯកឧត្តមហៅនំហុងអំពីលទ្ធភាពរំសាយកងទ័ព 70% បន្ទាប់ពីការពិគ្រោះយោបល់គ្នាហើយនាថ្ងៃបន្ទាប់សម្ដេចហ៊ុនសែនបានអញ្ជើញប្រធានគណៈប្រតិភូបារាំងដែលជាសហប្រធានសន្និសីទប៉ារីសមកស្រស់ស្រូបអាហារពេលព្រឹកជាមួយហើយសម្ដេចបានសួរទៅកាន់ប្រធានប្រតិភូបារាំងថាបើរំសាយកងទ័ពចំនួន 70% តើប្រទេសធំទាំង5យល់យ៉ាងណាប្រធានប្រតិភូបារាំងបានឆ្លើយតបវិញថាច្បាស់ជាមានការគាំទ្រសម្ដេចបានប្រាប់ទៅប្រធានប្រតិភូបារាំងថាលោកខៀវសំផននិងលោកសឿនសានរងចាំតែជំទាស់នឹងការស្នើនេះទេដូច្នេះសូមឯកឧត្តមទៅទូលថ្វាយសម្ដេចព្រះនរោត្តមសីហនុថាប្រទេសធំទាំង5មានបំណងឲ្យភាគីកម្ពុជារំសាយកងទ័ព 70% ពេលដែលសម្ដេចព្រះនរោត្តមសីហនុលើកឡើងសម្ដេចនឹងគាំទ្រភ្លាមខ្ញុំសូមជម្រាបជូនថារដ្ឋាភិបាលយើងខ្ញុំមានជំហរថ្មីមួយដែលនឹងដាក់ជូននៅថ្ងៃស្អែកនេះ I would like to tell you that our government has a new position that we will submit to the meeting tomorrow. នោះគឺការយល់ព្រមកាត់បន្ថយចំនួន 40% នៅកម្លាំងកងទ័ពនិងកម្លាំងអាវុធអ្វីដោយការគ្រងទុកពេលបើកអង្គប្រជុំសម្ដេចព្រះនរោត្តមសីហនុបានប្រាប់អង្គប្រជុំថាប្រទេសធំទាំង5មានបំណងឲ្យភាគីកម្ពុជារំសាយកងទ័ព 70% ពេលនោះសម្ដេចបានប្រកាសគាំទ្រភ្លាមបន្ទាប់ទៅលោកខៀវសំផនលោកសឿនសានព្រះអង្គម្ចាស់នរោត្តមរណរដ្ឋបានប្រកាសគាំទ្រដូចគ្នាដែរដូច្នេះប្រធានបទលើការឈប់បាញ់និងរំសាយកងទ័ពត្រូវបានដោះស្រាយនៅបត្យាប្រទេសថៃCambodia keep 30% of each of their armies to be put in cantonment and with the weapons. The weapon used by the 30% of the armies, to be put in warehouse, to be stored in warehouse, under the permanent control of the ANTAC. In fact, ANTAC will control the non-use, not the use of the weapons. ទី2អំពីប្រព័ន្ធបោះឆ្នោតសេចក្តីស្នើរបស់ប្រទេសធំទាំង5គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេសឯភាគីរដ្ឋកម្ពុជាស្នើឡើងនៅប្រព័ន្ធឯកតនាមចំណុចនេះមិនត្រូវបានដោះស្រាយនៅទីក្រុងប៉ាតាយាទេសម្ដេចហ៊ុនសែនបានមកពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេសហើយសម្រេចស្នើឡើងនៅរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្តហើយត្រូវបានភាគីទាំងអស់យល់ព្រមនៅទីក្រុងញូវយ៉កពេលប្រជុំអង្គការសហប្រជាជាតិពីថ្ងៃទី14ដល់ថ្ងៃទី21ខែកញ្ញាឆ្នាំ1991ប្រព័ន្ធសមាមាត្រតាមខេត្តកំពុងប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររហូតដល់សព្វថ្ងៃនេះទី3អំពីសិទ្ធិសម្រេចចុងក្រោយសេចក្តីព្រៀងកិច្ចព្រមព្រៀងដែលត្រូវប្រគល់ទៅឲ្យប្រធានអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថាអ៊ុនតាក់គឺខាងរដ្ឋកម្ពុជាចង់ថ្វាយសិទ្ធិសម្រេចចុងក្រោយនេះទៅសម្ដេចព្រះនរោត្តមសីហនុក្នុងឋានៈព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ចំណុចនេះត្រូវបានដោះស្រាយនៅទីស្នាក់ការអង្គការសហប្រជាជាតិ
ដោយមានន័យថាសិទ្ធិសម្រេចចុងក្រោយដោយប្រធាន SNC ឬប្រធានអ៊ុនតាក់អាស្រ័យលើឯកឧត្តមហ៊ុនសែនជាអ្នកសម្រេចអ្វីត្រូវដោះស្រាយរួចរាល់នៅពេលដែល SNC ចូលកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិក្នុងខែកញ្ញាឆ្នាំ1991រាប់ទាំងកំណត់យកថ្ងៃទី21តុលាឆ្នាំ1991ជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសផងដែរ23តុលា1991គឺជាថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទីបំផុតភាគីជម្លោះទាំង4បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅថ្ងៃទី23ខែតុលាឆ្នាំ1991ដោយមានអគ្គលេខាធិការនៃអង្គការសហប្រជាជាតិរួមនឹងតំណាងប្រទេសហត្ថលេខីចំនួន18និងភាគីជម្លោះទាំង4នៅកម្ពុជាផងដែរបានព្រមព្រៀងនឹងធ្វើជាសាក្សីដែលប្រទេសបារាំងនិងឥណ្ឌូនេស៊ីធ្វើជាសហប្រធាននៃសន្និសីទនោះប្រទេសជាហត្ថលេខី18មានសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមាន5ប្រទេសគឺអាមេរិកអង់គ្លេសបារាំងជាសហប្រធានសន្និសីទចិននិងសហភាពសូវៀតប្រទេសនៅអាស៊ីអាគ្នេយ៍មាន8ប្រទេសគឺឥណ្ឌូនេស៊ីជាសហប្រធានសន្និសីទវៀតណាមឡាវថៃសិង្ហបុរីម៉ាឡេស៊ីហ្វីលីពីននិងប្រ៊ុយណេពលគឺប្រទេសក្នុងអាស៊ានបច្ចុប្បន្នលើកលែងតែប្រទេសមីយ៉ាន់ម៉ាក្រុមប្រទេសមិនចូលបកសម្ព័ន្ធតំណាងដោយយូកូស្លាវីប្រទេស4ផ្សេងទៀតគឺឥណ្ឌាជប៉ុនកាណាដានិងអូស្ត្រាលីនៅពេលនោះកម្ពុជាត្រូវបែងចែកជា4ភាគីគឺភាគីរដ្ឋកម្ពុជាហ៊ុនស៊ិនប៉ិចរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងភាគីខ្មែរក្រហមដែលរួមបញ្ចូលគ្នាបង្កើតជាក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជាការពិតណាស់ការសម្រេចបាននៅដំណោះស្រាយជម្លោះនៅកម្ពុជានាពេលនោះត្រូវបានគេពណ៌នាថាមានការលំបាកយ៉ាងខ្លាំងនិងបានចំណាយពេលវេលាជាច្រើនឆ្នាំហើយការសម្រេចបានពេលនោះគឺដោយសារកត្តាប្រែប្រួលក្នុងបរិបទអន្តរជាតិអ្វីដែលជាកត្តាសំខាន់ជាងគេមួយទៀតនោះគឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយទេពកោសល្យនយោបាយរបស់សម្ដេចឪនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនសម្ដេចតេជោហ៊ុនសែនបានដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុចូលមាតុប្រទេសវិញនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ1991ហើយកម្ពុជាបានរៀបចំការបោះឆ្នោតនៅឆ្នាំ1993រៀបចំដោយអង្គការសហប្រជាជាតិបើទោះបីជាភាគីកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមមិនបានចូលរួមក៏ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាការត្រួសត្រាយផ្លូវថ្មីសម្រាប់កម្ពុជាបញ្ចប់ទាំងស្រុងនៅអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមនឹងនាំសន្តិភាពពេញលេញនិងគ្មានការបែងចែកទឹកដីកម្ពុជាចាប់តាំងពីចុងឆ្នាំ1998មកតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចហ៊ុនសែនតើកិច្ចព្រមព្រៀងក្រុងប៉ារីស23តុលា1991ចែងអំពីអ្វីខ្លះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ1991មិនមែនជាកិច្ចព្រមព្រៀងតែមួយទេគឺមានកិច្ចព្រមព្រៀង2និងសេចក្តីថ្លែងការណ៍មួយកិច្ចព្រមព្រៀងទី1ស្តីពីការដោះស្រាយជម្លោះនៅកម្ពុជាកិច្ចព្រមព្រៀងនេះមានសុពលភាពជាចម្បងទៅលើភាគីទាំង4រដ្ឋកម្ពុជាហ៊ុនស៊ិនប៉ិចរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងខ្មែរក្រហមក៏ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះគូភាគីជម្លោះផ្ទៃក្នុងកម្ពុជានិងដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសត្រូវបានរំលាយអស់ទៅហើយដោយខ្លះត្រូវបានរលាយបាត់រូបទាំងស្រុងដោយជាភាគីកម្ពុជាប្រជាធិបតេយ្យឬខ្មែរក្រហមហើយខ្លះទៀតត្រូវរំលាយខ្លួនឯងហើយទៅបង្កើតជាគណៈបកនយោបាយដោយជាគណៈបកប្រជាជនកម្ពុជានិងគណៈបកហ៊ុនស៊ិនប៉ិចជាដើម
ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងនេះរួមមានការកំណត់អាណត្តិរបស់អ៊ុនតាក់ដើម្បីមកពិនិត្យមើលបទឈប់បាញ់រក្សាសន្តិភាពនិងរៀបចំការបោះឆ្នោតទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀងការឈប់បាញ់រវាងភាគីជម្លោះក្នុងសង្គ្រាមស៊ីវិលខ្មែរការកាត់រំសាយកងទ័ពការដកកងទ័ពបរទេសចេញពីកម្ពុជាការរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរជាពិសេសពីជំរំភៀសខ្លួននៅជីដែនខ្មែរថៃឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញកំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជារួមមានដូចជាគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជននិងគោលការណ៍នីតិរដ្ឋជាដើម 2. កិច្ចព្រមព្រៀងទី 2 អំពីការគោរពឯករាជ្យអធិបតេយ្យបូរណភាពនិងអព្យាក្រឹតរបស់កម្ពុជាតាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានិងប្រទេសជាហត្ថលេខីផ្សេងទៀតមានកាតព្វកិច្ចគោរពឯករាជ្យអធិបតេយ្យបូរណភាពនិងអព្យាក្រឹតគ្នាទៅវិញទៅមក 3. សេចក្តីថ្លែងការណ៍ស្តីពីការកសាងប្រទេសកម្ពុជាឡើងវិញតាមរយៈសេចក្តីថ្លែងការណ៍នេះប្រទេសហត្ថលេខីសន្យាផ្ដល់ជំនួយដើម្បីជួយស្ដារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញក្នុងករណីមានការរំលោភបំពានលើកិច្ចព្រមព្រៀងក្រុងប៉ារីសគេអាចកោះប្រជុំប្រទេសហត្ថលេខីឡើងវិញបានដើម្បីស្វែងរកវិធានការសមស្របយោងតាមមាត្រា29នៃកិច្ចព្រមព្រៀងទី1ស្តីពីការដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជាអ្នកដែលអាចកោះប្រជុំបានគឺសហប្រធាននៃសន្និសីទក្រុងប៉ារីសបារាំងនិងឥណ្ឌូនេស៊ីក៏ប៉ុន្តែការកោះប្រជុំនេះអាចធ្វើទៅបានលុះត្រាតែមានសំណើពីអគ្គលេខាធិការអង្គការសហប្រជាជាតិការសម្រេចចិត្តថាត្រូវតែបញ្ចប់សង្គ្រាមបង្ហូរឈាមខ្មែរវាល្អប្រសើរជាងការប្រយុទ្ធគ្នាលើសមរភូមិយោធាដែលធ្វើឲ្យឈាមខ្មែរហូរមិនចេះចប់ឆ្លងកាត់សោកនាដកម្មអស់ជាច្រើនឆ្នាំខ្មែររងគ្រោះនឹងការកាប់សម្លាប់គ្នាឯងតាមការលាបពណ៌ពីបរទេសក្នុងគោលដៅដែលគេចង់បានគឺធ្វើឲ្យខ្មែរមិនទុកចិត្តគ្នាព្រមទាំងធ្វើឲ្យខ្មែរទន់ខ្សោយទៀតផងហេតុការណ៍ទាំងនេះបានបង្ហាញថាសន្តិភាពពិតជាបានផ្ដល់នូវឱកាសដល់ពលរដ្ឋនិងរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិយើងកាន់តែរីកលូតលាស់ទៅមុខយោងទៅលើអ្វីដែលជាការរៀបរាប់ដំណើរការស្វែងរកសន្តិភាពវាមានការលំបាកតែវាប្រសើរជាងការបន្តសង្គ្រាមយើងបានឆ្លងកាត់ដំណាក់កាលសង្គ្រាមទាំងស្រុងដំណាក់កាលវីផងចរចាផងនិងដំណាក់កាលសន្តិភាពទាំងស្រុងអ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បានតែអ៊ុនតាក់មិនអាចសម្រេចបានគឺនៅពេលដែលអ៊ុនតាក់ដកចេញបានបន្សល់ទុកឲ្យកម្ពុជាមានតំបន់ត្រួតត្រា2និងរដ្ឋាភិបាល2ជំរើសចុងក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជាគឺការដាក់ចេញនិងអនុវត្តនៅនយោបាយឈ្នះឈ្នះដែលបានអនុវត្តដោយជោគជ័យពីឆ្នាំ1996ដល់1998នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយខ្លួនឯងគ្មានអ្នកឈ្នះគ្មានអ្នកចាញ់និងឯកភាពជាតិឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង500ឆ្នាំដែលកម្ពុជាជាប្រទេសមួយមានតំបន់ត្រួតត្រាមួយមានរដ្ឋធម្មនុញ្ញមួយមានមហាក្សត្រមួយមានរាជរដ្ឋាភិបាលតែមួយមានកម្លាំងប្រដាប់អាវុធតែមួយគ្មានការបែងចែកដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សានៅសន្តិភាពនេះ